កម្ពុជាតវ៉ាជំទាស់ជំវិញសកម្មភាពរបស់យោធាថៃដែលបានសាងសង់សំណង់រឹងមាំផ្សេងៗនៅលើទឹកដីកម្ពុជានៅថ្ងៃទី13ខែមីនាឆ្នាំ2026នេះក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជាបានចេញនូវសេចក្តីប្រកាសព័ត៌មានស្តីអំពីការតវ៉ាជំទាស់យ៉ាងខ្លាំងនិងសកម្មភាពខុសច្បាប់របស់កងកម្លាំងប្រដាប់អាវុធថៃកម្ពុជាបានធ្វើការតវ៉ាជាផ្លូវការប្រឆាំងទៅនឹងសកម្មភាពខុសច្បាប់ថ្មីៗជាបន្តបន្ទាប់របស់កងកម្លាំងប្រដាប់អាវុធថៃដែលបានរំលោភលើអធិបតេយ្យនិងបូរណភាពទឹកដីរបស់កម្ពុជានៅទីតាំងមួយចំនួនតាមបណ្ដោយព្រំដែនរវាងប្រទេសទាំងពីរនៅចន្លោះថ្ងៃទី23ដល់ថ្ងៃទី25ខែកុម្ភៈឆ្នាំ2026បុគ្គលិកយោធានិងជនស៊ីវិលថៃបានធ្វើការសាងសង់និងជីកកកាយខុសច្បាប់នៅលើពយភ្នំប្រាសាទព្រះវិហាររួមទាំងការកសាងប៉ុស្តិ៍យាមនិងផ្លូវឆ្ពោះទៅកាន់វត្តកែវសិក្ខាគិរីស្វារៈសកម្មភាពទាំងនេះបានប្រព្រឹត្តផ្ទុយពីខ្សែក្រមរបស់តុលាការយុត្តិធម៌អន្តរជាតិឆ្នាំ1962និងឆ្នាំ2013ដែលបានបញ្ជាក់ថាប្រាសាទព្រះវិហារនិងពយភ្នំប្រាសាទព្រះវិហារទាំងមូលស្ថិតនៅក្នុងដែនអធិបតេយ្យរបស់កម្ពុជាក្រសួងការបរទេសកម្ពុជាបានបន្តទៀតថាកងកម្លាំងប្រដាប់អាវុធនិងប្រសង់ថៃក៏បានបន្តសាងសង់ព្រះពុទ្ធរូបធំមួយអង្គនៅតំបន់បូស្បូវជាំតែស្រុកជាំខ្សានខេត្តព្រះវិហារបើទោះបីជាមានសំណើម្ដងហើយម្ដងទៀតពីភាគីកម្ពុជាឲ្យបញ្ឈប់ការងារសាងសង់នេះដែលបានចាប់ផ្ដើមនៅថ្ងៃទី7ខែមីនាឆ្នាំ2026ក៏ដោយរហូតមកទល់ពេលនេះកងកម្លាំងប្រដាប់អាវុធថៃនៅតែបន្តសាងសង់ហេដ្ឋារចនាសម្ព័ន្ធអចិន្ត្រៃយ៍នៅក្នុងតំបន់ប្រាសាទតាក្របីរួមទាំងផ្លូវបេតុងជណ្ដើរដែកនិងរូបសំណាកព្រះពុទ្ធក្នុងបំណងបង្កើតជាតំបន់ទេសចរណ៍និងទីតាំងយោធាសកម្មភាពខុសច្បាប់ស្រដៀងគ្នានេះក៏បានកើតឡើងនៅតំបន់ជប់អង្គញ់និងដើមត្រាងខេត្តឧត្តរមានជ័យដែលកងកម្លាំងថៃបានធ្វើការដំឡើងទង់ជាតិនិងសាងសង់ផ្លូវបេតុងក្រសួងការបរទេសកម្ពុជាបានបន្ថែមទៀតថាសកម្មភាពដែលរំលោភលើអធិបតេយ្យនិងបូរណភាពទឹកដីរបស់កម្ពុជាទាំងនេះគឺផ្ទុយទៅនឹងមាត្រា5នៃអនុសារណៈយោគយល់គ្នាឆ្នាំ2000ស្តីពីការវាស់វែងនិងខណ្ឌសីមាព្រំដែនគោកដែលហាមឃាត់រាល់សកម្មភាពដែលធ្វើឲ្យមានការប្រែប្រួលរូបរាងឬបរិស្ថាននៃតំបន់ព្រំដែនអាចរារាំងដល់ការងាររបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកសកម្មភាពទាំងនេះក៏ផ្ទុយទៅនឹងស្មារតីនៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី3របស់គណៈកម្មាធិការព្រំដែនទូទៅចុះថ្ងៃទី27ខែធ្នូឆ្នាំ2025ផងដែររាជរដ្ឋាភិបាលកម្ពុជាអំពាវនាវឲ្យប្រទេសថៃបញ្ឈប់ជាបន្ទាន់នៅសកម្មភាពទាំងអស់ខាងលើនិងឲ្យគោរពឲ្យបានពេញលេញនៅសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី3របស់គណៈកម្មាធិការព្រំដែនទូទៅចុះថ្ងៃទី27ខែធ្នូឆ្នាំ2025ក៏ដូចជាកិច្ចព្រមព្រៀងទ្វេភាគីពាក់ព័ន្ធផ្សេងទៀតកម្ពុជានៅតែបដិញ្ញាចិត្តដោះស្រាយបញ្ហាព្រំដែនទាំងអស់ដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិនិងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់ទន្ទឹមនឹងនេះប្រកាន់ភ្ជាប់យ៉ាងម៉ឺងម៉ាត់នៅគោលការណ៍ថាព្រំដែនមិនត្រូវបានផ្លាស់ប្ដូរដោយកងកម្លាំងឬដោយស្ថានភាពដែលបង្កើតឡើងជាឯកតោភាគីនោះឡើយ